Rương cô lam bay lình vẹn tỷ bầy Chào chất cao cụm nịch mày tỏ Chào chất có cho từ rô vây tam bóng quòm Hai lang rột dùn Chênh đầm nào xâm đào từ tam pleu bò bay lình Sân đế đa tự đòi sài chùm ca cho bạn đầm nằm Lúc hot bị phùm phùm xâm phừ Phùm stâng cao nà Miền tại prey prực xa là ta vua nâng prey phnom krom thmò đê đa Pleu có căn tại lùm bạc làng Tây phèn đầy phu tiếp bọt bèn chỉ tràn chuồn Ca chai chặt cơ lê mơ một kroi Srap tại khơi bật lạt srok nụ Nì dì cả ai sập bài rịch rì chì mùi nâng nề rì Chào chật có cao mô hào khăn làng Thêm lơ xích đầy mô màu ca đài tập xa tinh trầy nô Mùi tròn tiền Lại cách chừng cốt ai bọt cơ bao thlẹ từ chừng hộp rẹ Mùi ân lơ nơ cơ bài pleu Mà xin rô rôm bông prey Hai tục ngộ Nghiêm nơ nâng cần lại nụ ảnh Chào chất cơ lệnh mơ một kroi Srap tại khơi phânech cụp cù Xâm lăng mơ một chồng khuôn Bà lạt srok Plot thlẹ tí ông quỳ Luôn rật nạ xâm bản Có công pung dốc đáy stịp của bà Đài pah tung kích nâng đầm bồ rực dùn Niên nề rì Phiên trết Vi tai thlẹ Tai chuôn chê chạp bong ai toàn bàn Lục bà lạt bần tù Số phó chân rai bò rực dùn ấy giang ấy chê Niên nề rì Nghĩa đong khuôn hai bần tù thà Chật Còn anh mình chê Bò lan tê rứ Chào chật bài từ luồng rật nạ xâm bản Hai chùm riệp thà Xôm ọt tô tiền prao Bà sân bao nhóm bạn mình cách chừng cốt ở nghĩa Từ chừng hộp tê Con mục khang sạ đam Mục chì pa nâng đồng cột nô chì pra cọt hai Vừa ai khôi bê du chiên lẹ chừng hộp đi từ tiên Lục nhẹ mục tờ tùl Tùm nông chia dùl đôi chân nọt đài Hai chào chật Bài một mơ khang kroi Cóប្រទេសnângភ្នែកដែលសម្លឹងសម្លក់ដាក់ជាច្រើនដងច្រើនគ្រាច្រើនត្រឡប់រថយន្តក៏បតទៅទៀតដោយធម្មតាតែនាងនារីសង្កេតយល់ដឹងយល់ដល់ចិត្តគំនិតរបស់ចៅចិត្តដែលកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះរថយន្តក៏ក្រឡេងក្លេងក្លងរកកលធ្លាក់ចង្ហុកឬដើរខុសផ្លូវទៅស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀតតាំងពីនោះមកនាងក៏ដឹងខ្លួនថាចៅចិត្តមានបំណងអ្វីក្នុងខ្លួននាងលុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិចក៏ទុចងក់រលត់ម៉ាស៊ីនទៅចៅចិត្តលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើលស្រាប់តែធ្វើមាត់វិចក្រងែវអ្នកជិះទាំងអស់គ្រប់គ្នាមានសេចក្តីព្រួយជាច្រើនទៅលួងរតនសម្បត្តិដែលមានសេចក្តីព្រួយច្រើនជាងគេក៏ចុះពីរថយន្តទៅសួរចៅចិត្តថាម្ដេចទៅទៀតបានឬទេល្មមកែកុនបានឬទេចៅចិត្តក្រវីក្បាលដោយអស់សង្ឃឹមហើយជំរាបទៅថាទៀនប្រោសបទៅទៀតមិនបានទេខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើតតោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទៅបាននារីម្ដងនេះស្រេចហើយនាងប្តីខ្លួនលើពូករថយន្តដោយអាការៈអស់កម្លាំងជាច្រើនលោកបាឡាត់ចុះពីរថយន្តដើរមកឈរចំពីមុខចៅចិត្តហើយថាគាត់ឯងបររថយន្តយ៉ាងម៉េចហ្នឹងតើតែខូចរថយន្តអស់ចៅចិត្តឆ្លើយខ្លីថាខ្ញុំបានបរដូចយ៉ាងមនុស្សធម្មតាលោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ
លោកបលាត់ខំមាត់ហើយថាបើគាត់ឯងមិនបោឲ្យធ្លាក់ចង្ហុកអំបាញ់មិញក៏គង់មិនខូចដល់ម្លឹងដែរចិត្តចុះលោកគិតថាខ្ញុំបានខ្លែងបោឲ្យធ្លាក់ចង្ហុកឬអ្វីបលាត់ផ្លូវមានកគោកគៀកមិនក៏គាត់ឯងមិនបោឲ្យត្រង់ទៅតាមផ្លូវមានតែគាត់ឯងខ្លែងធ្វើឲ្យធ្លាក់ចង្ហុកចិត្តលោកថាដូចម្ដេចក៏បានតែខ្ញុំបាទមិនបានខ្លែងធ្វើឲ្យវាធ្លាក់ចង្ហុកទេបលាត់តោងប្រយ័ត្នសម្ដីបន្តិចគាត់ឯងចិត្តខ្ញុំបាទបាននិយាយដោយសម្ដីគួរសមណាស់ហើយទៀនប្រោះបលាត់មិនក៏គាត់ឯងប្រហើនម្លេះក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេចៅចិត្តសើចចំអកបន្តិចហើយថាខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែនតែមិនមែនស៊ីឈ្នួលលោកបលាត់ទេលួងរតនសម្បត្តិនឹករំខាននឹងសម្ដីនិយាយជជែកគ្នានោះក៏ហាមប្រាមទៅថាឈប់និយាយប៉ុណ្ណឹងហើយលោកបលាត់ការនិយាយជជែកគ្នានៅគ្រានេះវាមិនមានប្រយោជន៍អ្វីឡើយបុរាណលោកថាសាបមួយដៃប្រៃមួយចាប់មែនទេនារីចុះយើងគិតធ្វើដូចម្ដេចទៅដល់ផ្ទះនាងសួរដោយសេចក្តីព្រួយបារម្ភជាច្រើនលួងនឹងហើយប៉ាក៏មិនដឹងគិតដូចម្ដេចដែរចៅចិត្តដើរចូលទៅរកលួងរតនសម្បត្តិហើយនិយាយជម្រាបថាយើងតោងរងចាំនៅទីនេះទម្រាំមានរថយន្តណាមួយមកដល់ទីនេះប្រសិនបើគ្មានទេក៏តោងតែស្នាក់នៅទីនេះមួយយប់បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអាត្រៀតទៅដល់ផ្ទះលោកលួងដកដង្ហើមធំនាងនារីសួរលោកឪពុកដោយសេចក្តីវិតកៈថាយើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ាលួងរតនសម្បត្តិញាក់មុខហើយថាកូនឃើញទេវេលានេះម៉ោង4រសៀលហើយឬមួយកូនចង់ដើរមើលក៏បានតាមចិត្តនាងនារីក្រវីក្បាលហើយថាទេប៉ាទុំរំដើរដល់កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវជាមិនខានឡើយចៅចិត្តសើចឡើងនាងនារីបែរទៅសម្លឹងចំមុខហើយសួរថាគាត់ឯងសើចអីចៅចិត្តញញឹមញញែមតាមធម្មតាហើយថាខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើវាហក់លោតពីដើមស្រមោទៅដើមកន្ទួតព្រៃវាភ្លាត់ចំណាប់ធ្លាក់មកដល់ដីចិត្តប្រកាច់បានជាខ្ញុំបាទសើចនឹងវានារីគេភ័យគេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយចិត្តបានជាខ្ញុំបាទសើចពីព្រោះសត្វនោះមានជើងដល់ទៅ4នៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើនាងមិនឆ្លើយតបទៅវិញទេគ្រាន់តែសម្ដែងអាការៈមិនគាប់ចិត្តប៉ុន្តែនាងធ្លាប់សម្ដែងកិរិយាដូច្នោះជានិច្ចចៅចិត្តថ្នឹកនឹងនិស័យបែបនេះមកជាច្រើនគ្រាហើយទើបមិនមានចិត្តព្រួយបារម្ភអ្វីថែមទាំងយល់ថាស្ត្រីកាលមិនសម្ដែងកិរិយាខ្នេកខ្នក់ខ្លះទេក៏មិនល្អមើលដែរគ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថាកូនឈ្នួលកំឡោះនេះចម្លែកជាងកូនឈ្នួលដទៃទៀតជាអ្នកមានអំនួតបន្តិចថែមទាំងប្រើសម្ដីមិនចេះក្រែងចិត្តអ្នកណាទេតែវាចេះនិយាយសមហេតុសមផលទើបនាងខ្ញុំចូលចិត្តនិយាយឬជជែកពីរឿងអ្វីលេងលោកបលាត់ដើរឈៀងមកក្បែរនាងនារីហើយសួរថាចុះហេតុអីក៏ខុននារីចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកំឡោះនោះម្ល៉េះ
នរណាប្រាប់លោកថាខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវាខ្ញុំបានឃើញនឹងភ្នែកបានឃើញវានិយាយជជែកនឹងខុនតលតែខុនតលច្រករបស់វាម្លឹងហើយនៅតែខុនទៅនិយាយជជែកនឹងវាទៀតវាជាក្មេងប្រហើនមិនចេះគួរសមទេខុនពិនិត្យមើលវាឲ្យមែនតែនចុះនាងនារីញាក់មុខទំនងយល់ដូច្នោះដែរហើយឆ្លើយថាចាកម្មករនេះប្រហើនបន្តិចមែនតែឧស្សាហ៍ធ្វើការណាស់លោកបល្ល័ង្កប្រហែលជាវាទៅមកនៅទេបានជាពីដើមមិនដែលឃើញសោះនារីចាវាទៅនឹងមកនៅមែនប្រហែលជាង6 ខែប៉ុណ្ណឹងឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថាជាមនុស្សកំព្រាឪពុកម្ដាយហើយបានប្រគល់ឲ្យជីកអណ្ដូងត្បូងនៅទិសខាងកើតដែលទៅនឹងបើកថ្មីនិយាយគ្នាបានត្រឹមប៉ុណ្ណោះក៏ស្រាប់តែឮសំឡេងលួងរតនសម្បត្តិស្រែកហៅនាងនារីហើយប្រាប់ថានារីកូនចាត់ចែងដាំបាយទឹកទៅឪពុកនឹកឃ្លានបាយណាស់ហើយឲ្យចៅចិត្តរកអស់ភ្លើងផងចៅចិត្តចូលមកចិត្តហើយសួរថាខុននឹងឲ្យខ្ញុំបានជួយធ្វើការអ្វីខ្លះចូលប្រាប់មកចុះទៅរកដុំថ្ម3 ដុំមកហើយរកអស់បង្កាត់ភ្លើងឡើងផងនាងបង្គាប់ទៅលោកបល្ល័ង្កថាលោកបល្ល័ង្កអាណិតយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំ2 កំប៉ុងនិងសណ្ដែកហឡាន់តៅផងកំឡោះទាំង2នាក់ក៏ខំធ្វើការផ្គប់គុណនាងក្រមុំយ៉ាងម៉ឺងម៉ាត់អាវចៅចិត្តបានដុំថ្មតូច3 ដុំហើយដាក់ដំរៀបគ្នាជាមុំជើងក្រានហើយទៅរកកាច់អស់មកបង្កាត់ភ្លើងឆេះដង្កូលឡើងខុននឹងឲ្យខ្ញុំបានធ្វើអ្វីទៀតចៅចិត្តសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយនារីជៀនត្រីឆាសាច់គោនិងសណ្ដែកទ្រើងយើងគ្មានផ្ទះទេចៅចិត្តតោងរកផ្ទះមកចិត្តទៀនប្រុសទីនេះមិនមែនផ្សារសង្កែទេចុះឲ្យខ្ញុំបានទៅរកឯណាមកជូនខុនបាននាងដកដង្ហើមធំហើយប្រាប់ថានេះប្រុសត្រឡាងម្ដេចក៏មិនយល់ការអ្វីសោះខ្ញុំគ្រាន់តែឲ្យទៅរកហ៊ីកអ្វីមួយសំប៉ែតក៏បានហើយសម្រាប់យកមកចៀនឆាប៉ុណ្ណោះចៅចិនញញឹមហើយថាប៉ុណ្ណឹងទេឬហើយស្ទុះក្រោកទៅឯរថយន្តលើកពុកកំរាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតកាន់លើកបង្ហាញទៅនាងនារីថាបែបនេះបានឬទេតាំងពីចៅចិត្តចូលមកនៅជ្រកកោននឹងនារីនាងមិនដែលញញឹមម្ដងសោះទើបតែពេលនេះនាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូងលុះលាងចានស្ពាន់សរួចហើយចៅចិត្តក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯងនារីក៏យកខ្លាញ់ជ្រូកដាក់ជៀនក្នុងចាននោះចៅចិត្តក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើងទាល់តែផេះហុយទ្រប់ឡើងទាល់តែនាងប្រាប់ឲ្យឈប់បក់ចិត្តនឹងខុនគិតពិសាតែសាច់ទេមិនដាំបាយទេឬចៅចិត្តសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះនារីមែនហើយចិត្តខ្ញុំភ្លេចឈឹងចុះយើងរកឆ្នាំងឯណាដាំបាយណោះនាងនិយាយហើយសម្លឹងមុខចៅចិត្តទំនងសូមឲ្យជួយគិតគូផងចៅចិត្តដឹងទំនងក៏រត់ទៅរកឯរថយន្តម្ដងទៀតរកបានកំប៉ុងបឿមួយធំបើកដួសយកសាច់បឿចេញខ្ចប់អស់ហើយ
ក៏វិលមករកនាងនារីសួរថាបែបនេះប្រើបានទេគុណនាងនារីញញឹមទទួលម្ដងទៀតម្ដងនេះញញឹមចេញមកដោយសុទ្ធចិត្តឥតខ្លែងបន្តិចឡើយគ្រានេះដែលចៅចិត្តឃើញថាគុណនារីចៅវាយក្រមុំរបស់គេនេះមានកិរិយាទន់ភ្លន់ផ្អែមល្ហែមចម្លែកណាស់នារីប្រហែលជាប្រើការបានចិត្តនាងតបទៅដោយសម្ដីធម្មតានារីចុះយើងបានទឹកមកពីណាដាំបាយហើយចិត្តមិនអីទេទុកភ្នាក់ងារខ្ញុំបានរកជូនខុនតតែបានថាហើយក៏ទៅបើកបំពង់ទឹកក៏ក្នុងរថយន្តទឹកហូរចេញមកតតែពេញកំប៉ុងហើយយកមកឲ្យនាងនារីលោកលួងលាន់សម្ដីក្នុងរថយន្តមកថាឆ្លាតក្រន់បើមិនបានចៅចិត្តប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខានឯលោកបល្លាត់ទទួលយកអាសាជាអ្នកដាំបាយដោយដឹងខ្លួនថាខ្លួនដោយចាញ់ប្រៀបចៅចិត្តច្រើនណាស់ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេស្រាំតែបាយឆ្អិនបរិភោគនោះដូចជាមិនសមសោះឯចៅចិត្តតអំពីនោះមិនបានជួយធ្វើអ្វីទៀតទេទាល់តែបាយឆ្អិនទើបដួសបាយដាក់ចានដាក់ត្រីចៀនឆាសាច់គោយកទៅជូនលួងរតនសម្បត្តិឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើឯលោកបល្លាត់ស្រុកបរិភោគនឹងក្រដាសកាសែតដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ